Okay តោះចឹងថ្ងៃហ្នឹងយើងចូលតាក់ទងជាមួយនឹង API document បន្តិចហើយsau đóយើងទៅ post អូខេso បើគ្នាយើងអត់ទាន់ដឹងចូលសួរចាំម៉ៃមក API document នេះអញ្ចឹង API documentation គឺជា set of human readable instruction for using and integrating ជាមួយនឹង API អញ្ចឹងដូចគ្នាយើងយល់ចឹងពាក្យថា document គឺឯកសារតើហើយ API យើងដឹងណាថាវាជាអីយើងរៀនហើយអញ្ចឹងវាជាឯកសាររបស់ API នឹងឯងដែលវា include តាក់ទងជាមួយនឹង information ផ្សេងៗរបស់ API រួមទាំង endpoint រួមទាំង method រួមទាំង resource មានតាក់ទងជាមួយនឹង authentication protocol មាន parameter មាន header មានអីចឹងទៅហើយឆាដាក់ software ពីក្រោយមក tool ឬក៏ tool មកអ្នកគ្នាយើង search ទៅអាចនឹងឃើញ switcher នេះ switcher ហើយមាន postman អីចឹងទៅអញ្ចឹងswitcher ហើយនិង postman នេះគឺជារបស់ពីរដែលdeveloper ភាគច្រើនគេប្រើដើម្បីធ្វើ API documentation ហ្នឹងគ្រាន់តែថាពពួក switcher នេះគឺវាជារបស់មួយដែលលក្ខណៈថាវា how to say it like it's not dynamic ដូច postman បើ postman គឺវាមានតាក់ទងជាមួយនឹង tool ដែលវាផ្ដល់ឲ្យហ្នឹងគឺវាមាន feature ច្រើនដើម្បីឲ្យយើងនេះអញ្ចឹងណាប៉ុន្តែ switcher គឺអត់ទេឡើយចូលដាក់ថា switcher vs postman អូខេ switcher ហ្នឹងក៏គេហៅមួយទៀតគឺ open API ដែលវា focus ទៅលើការ design API document ហើយនិង code generation ប៉ុន្តែ postman ដូចច្រើននិយាយចឹងគឺ comprehensive tool for API testing collaboration ហើយនិង automation អញ្ចឹងswitcher វា more like បើសិនជាយើងគ្រាន់តែតេស្តធម្មតាវាអត់មានអី complex ច្រើនហើយយើងអត់ collaborate ច្រើនគ្នាអីចឹងទៅ switcher it's simple ប៉ុន្តែ postman គឺវា more tool more feature ដែលយើងអាចប្រើបានជាពិសេសហ្នឹងគឺពេលដែលយើង collaborate អីចឹងគឺវាងាយស្រួលជាង switcher នេះ switcher គឺជា API design documentation ហើយនិង code generation វា define structure នៃ API របស់យើងដោយប្រើ open API specification which is machine readable គេ interactive document ដែលអាចប្រើដើម្បី quick testing ឬក៏ exploration generate API specification that can be used for automated code generation អញ្ចឹងទៅអូខេនេះ API testing collaboration automation allow developer to send request to API analyze response ហើយនឹង automate test case អីផ្សេងៗអញ្ចឹងទៅអញ្ចឹង feature របស់វាគឺនិយាយទៅពីរហ្នឹងគឺវាមិនមែនថាមួយណាបាក់ប្រើជាងមួយណាយើង pick up ជាមួយណាមុនអាហ្នឹងវាស្រួលប្រើជាងហើយតែច្រើន recommend ថាគ្នាយើង go for switcher ទៅវា go for switcher go for postman ទៅវា more like a lot of feature ហើយយើងស្រួលតេស្តជាងអូខេនេះនៅក្នុងនេះគេ compare គេដាក់installation postman គឺស្រួលជាង switcher គឺពិបាកជាង from admin point of view អូខេ environment setup postman គឺស្រួលជាង switcher គឺពិបាកជាង environment usage របៀបប្រើដែលយើងអាច set up environment ហើយយក environment variable អីផ្សេងៗទៅប្រើគឺ postman ស្រួលជាង switcher ពិបាកជាង deployment request គឺ development request គឺ postman គឺវា fulfill ជាងវាមានរបស់ដែលយើងអាច set up នៅក្នុងហ្នឹងច្រើនហើយអាចបំពេញទៅតាម API របស់យើងអីចឹងទៅដល់ពេល switcher គឺវាអាចមានបញ្ហាខ្លះៗចឹងទៅអូខេ product development focus នេះគឺ postman អានេះក៏វា moving in the right direction ដែរគ្រាន់តែនេះវា fast ហើយវា more correct ជាង support quality គឺ good អានេះ switcher not really that good business suitability
Okay អាហ្នឹងគឺគ្នាយើង compare ទៅគឺយើងឃើញថា Postman វា good ជាងប៉ុន្តែបើតាក់ទងជាមួយនឹងAPI testing សម្រាប់ឈរធ្លាប់ប្រើតាំងពីតែ Switcher ឈរប្រើតាំងពីឈរចូលធ្វើការដំបូងតាំងពីឆ្នាំ2022 ហ្នឹងហើយពេលហ្នឹងកន្លែងការងារពេលហ្នឹងឈរធ្វើ front end ទេឈរធ្វើ front end ចឹងទៅខាង back end គេ share document ហ្នឹងគេ share ជា Switcher ឲ្យតេស្តហើយតាំងពីហ្នឹងមកពេលដែលឈរជប់ធ្វើការពីកន្លែងហ្នឹងមកឈរដូរមក Postman វិញពេលដែលរៀនហើយឈរចូលធ្វើការកន្លែងថ្មីចឹងគឺគេប្រើ Postman តែបើការធ្វើការកន្លែងទី1គេប្រើ Switcher ចឹងបើថាតាម experience ហ្មងគឺតាក់ទងមួយកាត់ test API គឺវាអត់អាចនិយាយថាមួយណាពិបាកជាងមួយណាវាតាមដែលយើងប្រើពីរដងទៅវាថ្នឹកមួយដូចតែគ្នាទេហ្នឹងហើយ design management តាក់ទងជាមួយនឹង Switcher ហ្នឹងយើងអាច more into design so បើ Postman គឺ not that good okay access control និយាយទៅវាទៅរៀងគ្នាទេគ្រាន់តែថាតាមអីដែលឈរធ្លាប់ប្រើហ្នឹងគឺ Switcher វា limit ជាង Postman អញ្ចឹងយើង go to Postman ទៅអូខេគ្នាយើងអាច explore ទៀតបាននេះវាមានចំណុចខ្លះដែល Switcher វាមានចំណុចខ្លះដែល Postman មានហើយអត់ Switcher អត់មានអីចឹងទៅវាឆ្លាស់គ្នាទេអូខេអានេះ compare API doc មកទៀតអានេះឈរដែរប្រើហ្នឹងហើយ API doc ហ្នឹងធ្លាប់ឮគេនិយាយតែដែរប្រើអូខេ so in case គ្នាយើងអត់ដឹងនេះគឺ logo របស់ Switcher នេះគឺ logo របស់ Postman អូខេPostman នេះគឺយើងអាចប្រើនៅក្នុង desktop app ក៏បាននៅក្នុង web browser ក៏បានប៉ុន្តែនៅក្នុង desktop app គឺស្រួលជាងវាតែមួយឯង feature គ្រាន់តែថាក្នុងពេលហ្នឹងដូចជាមានerror អីកើតឡើងដែលធ្វើឲ្យឈរ install desktop app sign in មកវិញសិនយើងចឹងយើងចូល Postman មកនេះចុះបោះ link នឹងឲ្យគ្នាយើងមកគឺយើងអាច install មកដើម្បីស្រួលប្រើជាងហ្នឹងហើយនេះគឺយើងអាច download desktop app មកមានគ្រប់ support គ្រប់ OS ទាំងអស់ហ្នឹងអូខេពេលដែលគ្នាយើង install ហើយគ្នាយើងអាច search មកហើយចូលទៅក្នុង Postman ហ្នឹងមកហើយយើង sign in មួយ account យើងមកហ្នឹងហើយអូខេពេលដែលគ្នាយើង sign in ទៅគឺយើងអាចនឹងឃើញមាន interface មាន collection មានឡើងនេះគ្រាន់តែថាកន្លែងនេះអាចនឹង empty អញ្ចឹងទៅដោយសារតែយើងបើករណីគ្នាយើងទៅតែ sign in ទៅបង្កើតអីចឹងណាឈរចូល workspace របស់ឈរមកអូខេអូខេអញ្ចឹងនៅក្នុងហ្នឹងនៅក្នុង Postman ហ្នឹងគឺវាមាន feature ច្រើនដែលឈរអាច go through ទាំងអស់បានទេគោលបំណងឈរឡើយហ្នឹងគឺគ្រាន់តែយើងយក API យកមកដាក់នៅក្នុងហ្នឹងដែលយើងអាច test ជាមួយនឹង HTTP method ផ្សេងបានដូចជា get pop update delete ចឹងទៅអូខេតោះចឹងអានេះបើសិនជាគ្នាយើងអត់ធ្លាប់បង្កើតអត់ធ្លាប់មាន API នៅក្នុងហ្នឹងទេវាអត់ឃើញអីទេអញ្ចឹងនៅកន្លែងនេះគឺតកតងជាមួយនឹង Cyber collection ហ្នឹងគឺ collection API របស់យើងនឹងឯងអញ្ចឹងជាទូទៅយើងមក project អីចឹងទៅយើងដាក់មក collection ផ្សេងដូច folder អញ្ចឹងកន្លែង collection ហ្នឹងដូច folder អញ្ចឹងគ្នាយើងអញ្ចឹងដូចក្នុងនេះចូលមាន folder ផ្សេងអញ្ចឹងទៅចូល Classify Store នេះមកនេះមាន REST API អញ្ចឹងទៅអញ្ចឹងក្នុង collection ហ្នឹងគឺយើងអាចបង្កើត folder តទៀតអានេះគឺយើងអាចបង្កើត folder តទៀតអញ្ចឹងទៅហើយដូច
ដោយថា project របស់យើងជា project e-commerce អញ្ចឹង project e-commerce យើងមាន API តាក់ទងជាមួយនឹង product ជាមួយនឹងផលិតផលដែលយើងអាចទៅទាញផលិតផលបង្កើតផលិតផលលុបផលិតផលឬក៏កែផលិតផលអញ្ចឹងទៅអញ្ចឹងអាពួកផលិតផលហ្នឹងគេចំណាំដាក់វាមួយដុំហើយតាក់ទងជាមួយនឹង userអាចបង្កើត account user អាចកែឈ្មោះ user អាចដាក់កែuser អាចលុប account ឬក៏អីចឹងទៅអាហ្នឹងវានៅក្នុង folder user មួយដបចឹងទៅគេធ្វើអញ្ចឹងដើម្បីឲ្យវាមើលមកមាន structure អីស្រួលបួលហើយមានតាក់ទងជាមួយនឹង category អូខេយើងបង្កើត category product របស់យើង delete ឬក៏ get យកមក display ចឹងទៅហើយមាន odd មានអីចឹងទៅនិយាយទៅយើងបែងចែក category ខ្លួនឯងទៅតាមមួយដុំមួយចឹងមកគេតែបើថាឆើបើខ្ញុំអត់បែងចែកវាប៉ះពាល់អត់មានប៉ះវាអត់មាន error ថាអូខ្ញុំ request API ទៅ error អីទេនៅតែដើរទេពេលដែលយើង request ទៅគ្រាន់តែថាវាមើលទៅអត់ clean អត់ structure ប៉ុណ្្នឹងឯងអញ្ចឹងយើងទៅរៀបវាឲ្យស្អាតមកតាក់ទងពេលដែលយើងតែហ្នឹងខាង back end គេឲ្យមកតា so just explain អានេះគឺ structure របស់យើង but in case គ្នាយើងទៅ say just in case គ្នាយើងមើលទៅគឺ structure គឺធ្វើឲ្យវាមាន structure អញ្ចឹងហើយកន្លែងនេះគឺយើងអាចបង្កើត workspace បើសិនជាករណីយើងចង់ធ្វើ project ជា team អញ្ចឹងទៅយើងបង្កើត workspace មួយសម្រាប់ team របស់យើង create workspace មកហើយយើងអាចបង្កើត project នៅក្នុងហ្នឹងបានបង្កើត collection នៅក្នុងហ្នឹងបានហើយយើងអាច invite team របស់យើងតាមរយៈ email អញ្ចឹងទៅអូខេ so អីដែលឆើធ្វើដំបូងគឺឆើចូលចូល fake store មក fake store API fake store និង Platzi fake store អាហ្នឹងដូចតែមួយឆើចង់ Platzi fake store ខុសគ្នាចាំមើលសិន Platzi នេះមានអីគេខ្លះអានេះឆើធ្លាប់យកមកម្ដងនេះអា Platzi ហ្នឹងធ្លាប់ install download ណា document គេមកម្ដងមាន get one get all អីចឹងទៅនេះតែឆើទៅមើលអានេះម្ដងឃើញលអានេះវាយើងតែមកអានេះទៀតមកឆើ view detail document មកដោយសារឆើដាក់ក្នុង Notion គ្នាយើងឆើដាក់អានេះឆើដាក់ fake store API នេះអានេះគឺ get អូខេឥឡូវយើងតេស្តជាមួយនេះចោះតែយើងតេស្តមកយើងតេស្តមួយហ្នឹងមកអញ្ចឹងគ្នាយើងចូល fake store API មកអូខេចូលបោះ link ឲ្យអញ្ចឹងអាហ្នឹងគឺជា service ដែលគេផ្ដល់ជា mock API ឲ្យយើងដូចពេលដែលយើងតេស្តរាល់ដងជាមួយ dummy JSON អីហ្នឹងហ៎អញ្ចឹងអាហ្នឹងគឺដូចគ្នាចឹងឯងគ្រាន់តែ service វាផ្សេងគ្នា provider ផ្សេងគ្នាឥឡូវយើងចូលមក fake store ហ្នឹងមកក្នុងនេះគេមាន product ផងគេមាន card អូខេគេមាន card មាន user ហើយគេមាន method ទៅតាមហ្នឹងអញ្ចឹងនេះគ្នាយើងមាន get post put delete អីចឹងទៅមាន get single user ហើយនឹង get all user អញ្ចឹងទៅតើតោះជាមួយនឹង auth អូខេមាន authentication មានអីចឹងទៅតែឥឡូវយើងតេស្ត product មកអញ្ចឹងគ្នាយើងចូលកន្លែង product ចូលកន្លែង product នេះហើយគ្នាយើងចុចកន្លែង download លើគេនេះមកអូខេចុចយើងបាន JSON នឹងមកឥឡូវចុចសាកទៅ import ចូលទៅក្នុង Postman យើងសិនបើ Platzi ចុច install មកទាំងពីរមកឃើញលោកករណីអានេះវាមានបញ្ហាយើងប្រើនេះអញ្ចឹង Platzi នេះក៏តាក់ទងជាមួយនឹង API mock API ដែរហើយតាក់ទងជាមួយនឹង product ដូចគ្នាតាក់ទងជាមួយនឹង e-commerce ហើយនេះលក់កៅអៅលក់អីដូចគ្នាអញ្ចឹងចូលកន្លែង view document មកចូលកន្លែងណាគេកន្លែង download នេះ resource ចូល Postman មក download Postman collection មកអូខេឥឡូវយើង import អញ្ចឹងពេលដែលគ្នាយើង install Postman ហើយគ្នាយើង sign in មកជាមួយនឹង Google account ក៏បាន GitHub ក៏បានតាមចិត្តបងប្អូនគ្នាទេបន្ទាប់មកគ្នាយើងបើសិនជាករណីអត់ទាន់មានអីទេគ្នាយើង import មកដែលតែ download ពីនេះសិនណាហ្នឹងហើយនេះយើង download មកវាមានទម្រង់ .json ពីក្រោយចេះអញ្ចឹងគ្នាយើងទៅ import វាចូលមកនេះចុចកន្លែង import នេះកន្លែងលើគេនេះឈរព្រីកមកនេះកន្លែងលើគេនេះមាន new និង import បើសិនជាករណីយើងបង្កើតខ្លួនឯងយើងអត់ import ចេញពី collection ដែលយើង install មកទៅយើងបង្កើត new ទៅតែឥឡូវយើង
download របស់គេមកប្រើតើអញ្ចឹងយើង import មកដោយសារមិនយើង download ហើយឯងអញ្ចឹងគឺយើងអាច drop file ចូលក្នុងនេះក៏បានឬក៏យើងចុច select folder នេះក៏បានដែរ select file មិន select folder select file មកចូលយក fake store នេះមុនមកសាក់អូខេ postman collection ហើយចុច import មកអញ្ចឹងទៅគ្នាយើងនឹងឃើញវា load មកកន្លែងនេះហើយនេះអូខេ load មកឥឡូវ fake store ហ្នឹងគឺ import មកអត់មានបញ្ហាទេអញ្ចឹងឈរអត់ចាំបាច់យក plat ស៊ីមកទៀតទេអូខេអញ្ចឹងកន្លែងនេះគឺយើង import មកគ្នាយើងនឹងឃើញមាន folder product មាន folder card មាន folder user អញ្ចឹងទៅអានេះគឺមានget all product អូខេគ្នាយើង base URL នេះមកពីណាឈប់ច្រើនអូខេត្រូវហើយនេះគឺវាមាន environment មកនេះ base URL ហ្នឹងគឺអា URL URL គ្នាយើង hover ទៅឃើញនេះ https fakestore.api.com យើងចូល collection យើងមើលក៏បានដែរនេះ collection variable យើងនេះ variable base URL របស់យើងគឺអា link នៅពេលដែលយើង fetch អា link endpoint របស់គេហ្នឹងគ្រាន់តែថាពេលដែលយើង get all product គឺវាតជាមួយនឹង /product អីចឹងទៅអូខេវាមកស្រាប់ហ្មងចឹងយើងអត់ចាំបាច់ដាក់ទេបើ plat ស៊ីនេះដូចជាអត់ទេ plat ស៊ីនេះបើយើងចង់ស្រួលយើងត្រូវបង្កើតលក្ខណៈថាយើងអាមុខហ្នឹងពាក្យច្រើនវាតែមួយទេវាដូចគ្នាទេដូច product ចឹងអាមុខ product ជាមួយនឹង user អញ្ចឹងវាខុសគ្នាតែកតុយនេះទេបើសិនជា provider នៃ API ហ្នឹងតែមួយអញ្ចឹងយើងចូល user មកគ្នាយើងនឹងឃើញ app ពីមុខនេះគឺដូចគ្នាអញ្ចឹងខុសតែ app ពីក្រោយ / ពីក្រោយនេះទេឃើញ user គឺ /user / product គឺវា /product អញ្ចឹងទៅអូខេអញ្ចឹងបើយើងចង់ស្រួលយើងបង្កើតវាជា variable ហើយយើង save វាចូលក្នុង environment មួយមកនេះ environment នេះគឺយើងអាចបង្កើត environment ហើយក្នុងនោះយើងអាចបង្កើត variable សម្រាប់ collection របស់យើងតែនៅក្នុងនេះវាមានមកស្រាប់អញ្ចឹងអត់ចាំបាច់បង្កើតអីទេវាមាន base URL របស់យើងតែវាឲ្យមកគឺ https fakestore.api.com ហ្នឹងឯងអញ្ចឹងចុច send មកក្នុងនេះគឺ endpoint មួយគឺគ្នាយើងឃើញពាក្យនេះពាក្យ get ពីមុខហ្នឹងមានន័យថា endpoint ហ្នឹងគឺ http method របស់វាគឺ get អូខេបើសិនជាពីមុខហ្នឹងពាក្យថា post គឺ endpoint ហ្នឹងគឺសម្រាប់ post ឬក៏ create ចឹងទៅ get យើងដឹងហើយណាគឺ retrieve យើង read មក ID អានេះគឺ ID គឺយើង get single product អូខេអានេះគឺយើង update post គឺ update ចូល explain គឺយើងមិនសមមិញណាតើតង់ជាមួយនឹងអាហ្នឹងណាអូខេចឹងតើតង់ជាមួយនឹង del នេះគឺ delete យើងលុបចោលនឹងឯងអញ្ចឹងគ្នាយើងឃើញវាចេញ keyword នៅមុខហ្នឹងហ្មងអញ្ចឹងគ្នាយើងចុចទៅលើ get នេះទៅកាន់ឧទាហរណ៍អញ្ចឹងពេលដែលគ្នាយើងចុចចូលទៅគ្នាយើងនឹងឃើញនៅខាងស្ដាំនេះគឺមានblock មួយដែលក្នុងហ្នឹងមានតកតងជាមួយនឹងឈ្មោះ collection របស់យើងហើយ folder ហើយនឹងឈ្មោះ endpoint របស់យើងណានេះវាមានតគ្នាអញ្ចឹងទៅបើមិនជា folder យើងពីរតង់វាចេញ / ពីរតង់អញ្ចឹងទៅអានេះដូច path ទៅកាន់endpoint ហ្នឹងអញ្ចឹងណាហើយកន្លែងនេះគឺតកតងជាមួយនឹង URL ហើយអាមុខនេះគឺ method របស់យើង get put post delete head option នេះគឺអត់កម្រប្រើគ្នាយើងអញ្ចឹងឆោសុំលើកត create post create get update និង delete មកអញ្ចឹងអានេះគឺ get យើង retrieve ឬក៏យើង read ចេញមកហ្នឹងអូខេអញ្ចឹងនៅក្នុងនេះវាមានអីច្រើនទៀតកន្លែងនេះគឺ endpoint របស់យើងចង់និយាយឡើងនេះសិនគឺ endpoint របស់យើងដាក់ URL ដែលយើងពេលដែលយើង fetch ហ្នឹងយើងមិនចូលដូច dummy អីចឹងនេះ dummy JSON ដែលយើងធ្លាប់ fetch រាល់ដងនេះមិន endpoint API ទៅទាញយក product អញ្ចឹងកន្លែងហ្នឹងយើងដាក់អាហ្នឹងចូលមកតែពេលដែលយើង send មកគឺវាមកហើយនេះយើងមើលឡើងនេះ response វាឃើញដូចជាមួយនឹងអានេះឯងវាដូចគ្នាអញ្ចឹងនេះវាមាន data មកអញ្ចឹងគ្រាន់តែនេះយើងអត់យក dummy មកទេយើងយកចេញពី fake store ម្ដងដោយសារ dummy វាអត់មាន http method post ហើយនឹង delete អញ្ចឹងឆោយកពីអានេះតែ endpoint គឺរបៀបប្រើគឺដូចគ្នាអញ្ចឹងឯងគ្រាន់តែថា endpoint កន្លែងនេះវាខុសគ្នា
ព្រោះអានេះបោះ fake store API អូខេនេះ fake store API.com ហើយយើង slash product មកបើ dummy.json dummy.json.com/product អូខេវាខុសគ្នាពីមុខនឹងឯងអញ្ចឹងចុច send មកនេះយើងទៅ request API ហ្នឹងមកគ្នាយើងឃើញទិន្នន័យមកឲ្យ product នេះមាន ID មាន title មាន price មាន description មាន category មាន image ហើយមាន rating ណានេះទិន្នន័យវាអូខេជាតម្រងអីគេតម្រង JSON អូខេនេះ JSON ហើយវាក្តោបដោយ array ក្នុងហ្នឹងវាមាន object ចឹងទៅពេលដែលយើង fetch យកទៅ map អីគឺដូចតែគ្នាទេហ្នឹងហើយអូខេអញ្ចឹងអាហ្នឹងគឺយើងបានទិន្នន័យមកហើយអញ្ចឹងពពួក method get ភាគច្រើនអត់ត្រូវដាក់អីច្រើនទេដាក់តែ method get ឲ្យវាមកហើយអានេះគឺ endpoint យើងចុច send មកគឺវាចេញលទ្ធផលមកហើយអូខេចង់ឆចូលអាហ្នឹង get ធម្មតាចង់ឆចូលមួយទៀតយើង add a new product នេះ add a new product កន្លែងនេះសួរថាពេលដែលយើង create ថ្មីឬក៏យើងផុស product ថ្មីចូលទៅក្នុង system របស់យើងត្រូវការបោះទិន្នន័យទៅតើថា product របស់យើងឈ្មោះអីតម្លៃប្រមាណមានរូបអីគេ description អីគេចឹងទៅតាមតម្រូវការរបស់យើងចឹងទៅអញ្ចឹងនៅក្នុង API នេះគឺយើងត្រូវចូលកន្លែង body កន្លែង param នេះគឺតកតងជាមួយនឹង query param ដែលធ្វើតកតងជាមួយនឹង detail ថ្ងៃមុនเนาะអញ្ចឹងអាកន្លែង query param នេះវាមានជាមួយនឹង search ពេលដែលយើង search ឬក៏ពេលខ្លះគេធ្វើ delete អីចឹងគេដាក់នៅក្នុង query param នេះដែរឬក៏ពេលខ្លះចឹងទៅគេឲ្យយើង send តាម body អញ្ចឹងទៅវា case វាមាន use case ផ្សេងៗគ្នាអញ្ចឹងណាប៉ុន្តែតកតងជាមួយនឹងការ post ការ update អីហ្នឹងគឺយើងបោះទិន្នន័យហ្នឹងបោះតាម body នេះអូខេ body គឺយើងបោះទៅនេះ body ហ្នឹងគឺយើងយក raw មកហើយកន្លែងនេះគឺយើងយក JSON យើងបោះជាតម្រង JSON ណាហ្នឹងហើយអញ្ចឹងបើគ្នាយើងឃើញដាក់កន្លែងនេះ touch ហើយឆ្ងល់ចុះមិនបោះអត់ទៅ error មកពីអីគឺយើងខលកន្លែងហ្នឹងឯងអញ្ចឹងយើងត្រូវ specify ថាយើងបោះទៅជាតម្រងអីគេអញ្ចឹងកន្លែងនេះគឺអត់តែ API នេះដូចអត់ជាអត់ត្រូវការឲ្យយើងដាក់ token ដាក់អីទេអូខេហើយ header កន្លែងនេះយើងបញ្ជាក់ content type application/json អូខេ accept application ក៏ /json ដែរទទួលទៅវិញទៅមកហ្នឹងគឺ application/json ជាតម្រង json format ណាអូខេនេះគឺ body នេះគឺគេឧទាហរណ៍មកឲ្យគេដាក់ស្រាប់ឲ្យយើងមើលហ្មងតែគេត្រូវការគេខ្លះនេះអញ្ចឹងគេត្រូវការ ID គេត្រូវការ title គេត្រូវការ price គេត្រូវការ description category ហើយនិង image អូខេគេត្រូវការប៉ុណ្ណឹងអញ្ចឹងយើងត្រូវបោះប៉ុណ្ណឹងដែរអញ្ចឹងនៅខាងស្ដាំដៃនេះគឺខាង fake store គេរៀបមកគេបញ្ជាក់យើងហ្មងថាអានេះគឺយើងធ្វើឲ្យគេទទួលជាគេទទួលវាជា integer អញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវធ្វើជាយើងត្រូវបោះជា integer អញ្ចឹងឆាប់បោះ ID ទៅមក ID បោះទៅដែរឆាប់យើងទៅមើលកន្លែង document គេមកវា detail ជាងនេះ create post នេះ add a new product នេះ payload ហ្នឹងគឺជាអីដែលយើងបោះទៅហ្នឹងបើថាក្នុងនេះហ្មងគេហៅជា request body អូខេចំ path parameter អានេះគឺយើងផុស add new product អូខេ require បើ ID ទៅដែរអូខេឡើយឆោដាក់ចោលមកដាក់លេខ1តែក្នុងនេះរបស់គេដូចជាមានលេខ1ស្រាប់ហើយយើង get all product នេះ get all product នេះគឺមានស្រាប់ហើយតែយើងតេស្តមកចាំមើលវា error ID វាអត់គួរ duplicate គ្នាទេតែយើងតេស្តមកសិនមកអូខេ title យើងដាក់មកថាយើងលក់អីគេឆលលក់ដាក់ double quote មកឆដាក់លក់ផ្លែប៉ោមចោះ apple price នេះគឺយើងដាក់ជាតម្រងលេខហើយអាចជា float បានយើងអាចដាក់ចុចបានអញ្ចឹងឆដាក់ផ្លែប៉ោមឆ12000ពីកន្លះ description គឺ fresh app double quote ផងនេះយើង string អញ្ចឹងយើងដាក់មក apple fresh fruit អូខេហើយ category នេះយើងគេទទួលឲ្យគេខ្លះអត់មានដាក់នៅក្នុងនេះទេណាអត់ដាក់ឲ្យយើងមើលទេហ្នឹងហើយចូលទៅមើលសិនគេមាន category គេខ្លះ
category main closing តើដាក់ main closing ចាតែ Apple វាមិនមែនចូលប្រភេទ close តែយើងដាក់ចោលសិនទៅអូខេURI អូខេ image យើងទៅយក link របស់យើងមកឈរទៅរក Apple មក it's not Apple Store copy image address ចូល postman យើងវិញមកនេះយើងចូលកន្លែង create post របស់យើងហ្នឹងយើងដាក់យក image address យើងចូលមកអូខេតោះតែសិនណាពេលខ្លះយើងអត់ដឹងថាវាគេមាន restriction ឬគេ requirement API គេអីគេខ្លះទេឥឡូវយើងចុះក៏ដែលតេស្តជាមួយនេះដែរចុះតេស្តជាមួយ Platzi តែឃើញអានេះវាយ៉ាមើលទៅវា standard ជាងចុះយកវាមកហ្មងទៅឥឡូវយើង send មកចង់ដឹងអូខេពេលដែលយើងចុច send ទៅវាចេញ200អូខេអញ្ចេះមានន័យថា success ហើយនេះ request successful the server has responded as required អូខេ200អូខេគឺ success ហើយណាអញ្ចឹងអានេះលេខ200នេះគឺតកតងជាមួយនឹង status code response ចេញពី HTTP អញ្ចឹងវាមានច្រើនប្រភេទបោះ link ឲ្យគ្នាយើងតិចទៅ HTTP status code នេះក្នុងនាមយើងជា developer ក៏យើងគួរស្គាល់អាហ្នឹងដែរបើគ្នាយើងចូលអា resource MDN នេះមកវាច្រើនពេកណាអញ្ចឹងចូលអាមាន200 400 500មានអា300ទៀតចូលក្នុងនេះអត់អស់ទេយើងរកអាជា image មកយើងស្រួលវាមានច្រើនប្រភេទណាហ្នឹងគ្រាន់តែអីដែលយើងជួបជាងគេបើសិនជាករណីយើង create បើសិនជាករណីយើង create ពេលខ្លះ API គេ respond មក status 200ចាតែបើថា standard មកវា should be 201គឺ created ហើយមាន202 accepted មាន203អញ្ចឹងទៅតែបើតាក់ទងជាមួយនឹង status success គឺ200ដូចពេលដែលគ្នាយើង get នេះពេលដែលគ្នាយើង get ក៏វាចេញ status 200មកដែរអញ្ចឹង200ហ្នឹងគឺពណ៌បៃតងហ្នឹងគឺវាតំណាងឲ្យ success អូខេហើយមាន300ហ្នឹងគឺតាក់ទងជាមួយនឹង300 400 500នេះសិតតែពួកវាជា page error អញ្ចឹង300ហ្នឹងគឺតាក់ទងជាមួយនឹង redirect អូខេ300ហ្នឹងឆ្លធ្លាប់ជួបករណីពេលដែលឆ្លទៅសេតាក់ទងជាមួយនឹង framework ហើយវាយើងប្រើ redirect ច្រើនដងពេកយើង redirect ពី page មួយទៅ page មួយហើយពី page ហ្នឹងទៅ page មួយទៀតវាតគ្នាច្រើនដងពេកទៅវាចេញអា status អីគេនេះ status ដូចជាក្បាល300នឹងឯងវា redirect ច្រើនដងពេកចឹងទៅវាចេញអាពពួក status redirection ហ្នឹងគ្រាន់តែថាអត់សូវមានទេបើ400ហ្នឹងគឺ error client error អូខេ client error គឺ error ចេញពី client side របស់យើងចុះ copy image ឲ្យគ្នាយើងមកនេះ400ហ្នឹងគឺ error client side គឺមាន401 unauthorized នេះមានន័យថាយើងអត់ត្រូវបានផ្ដល់សិទ្ធិទៅកាន់ផ្ដល់សិទ្ធិដើម្បី access ទៅកាន់ resource មួយហ្នឹងទេអញ្ចឹងវាចេញ status 401 unauthorized error ហ្នឹងករណីដូចឆាញ់និយាយអញ្ចឹងគឺយើងអត់មានសិទ្ធិទៅ access អាហ្នឹងទេអញ្ចឹងវាចេញ401ដូចយើងទៅ request private API គេដែលគេត្រូវការយើង log in សិនដើម្បីអាច request ទាញទិន្នន័យយកមកប្រើបានតែយើងអត់បានធ្វើការ log in ធ្វើការអីទៅតាម step របស់គេស្រួលទេគឺទៅដល់ទាញយកហ្មងគឺអត់បានទេអូខេវានឹងចេញ401ហើយមួយទៀតហ្នឹងគឺ forbidden នេះforbidden ហ្នឹងដូចជាឈប់ដូចច្រឡំជាមួយនឹងអា method not allow យើងមកមើលចូល MDN ក៏បានដែរ MDN គឺវា detail ហ្មងគ្នាយើងគ្រាន់ថាវាច្រើនពេកតែយើងចូលមកនេះវាមានអា100ទៀតតែអត់កម្រឃើញតាំងពី work ជាមួយនឹងកូដមកដាក់ឃើញឆើតដាក់ឃើញអា status ហ្នឹងឯងឈប់ search
mình mà 403 គឺ setter forbidden របស់យើងហ្នឹង Okay, the client does not have access to the access right to the content ស្តៀងវា unauthorized ដូចគ្នា server refuse to give the requested resource អូខេតកតងជាមួយនឹង unauthorized មានន័យថាយើងត្រូវការឲ្យយើងត្រូវការ give identity ទៅកាន់ API ទៅកាន់ server របស់គេសិនតែ forbidden នេះគឺអត់ដូចហ្នឹងទេយ៉ាអញ្ចឹងយើងទៅរកឧទាហរណ៍មកឆក់រកឧទាហរណ៍ forbidden នេះ Okay we understand the request ប៉ុន្តែ we refuse to authorize it មានថាយើងអត់មាន permission នៅក្នុងការ access requested resource ហ្នឹងទេ incorrect permission ឬក៏ server configuration issue អូខេអញ្ចឹងអាហ្នឹងអាចករណីដែលគេ restrict certain យើង identity យើងវា known to server ហើយយើងបាន log in យើងបានអីហើយប៉ុន្តែកន្លែង resource មួយហ្នឹងគឺគេ restrict ហ្មងគេ restrict អត់ឲ្យយើងចូលឬក៏គេ config misconfig ពី server អីផ្សេងៗហ្នឹងដែលវាអាចកើតឡើងជាមួយនឹង status 403ហ្នឹង403ហ្នឹង still គឺយើងអត់មាន access អត់មាន permission ទៅកាន់ហ្នឹងប៉ុន្តែ403និង401ខុសគ្នា401គឺ unauthorized ហ្មងមានន័យថាយើង identity របស់យើងគឺអត់ទាន់បាន expose ទៅកាន់ server ទេអូខេយើងអត់ទាន់បាន log in អត់បានអីស្រួលបួលទេមួយទៀតហ្នឹងគឺ not found នេះជឿថាគ្នាយើងប្រហែលជាធ្លាប់ឃើញហើយnot found ហ្នឹងគឺរកអត់ឃើញហ្នឹងហើយដូចករណីដូចឆដាក់កន្លែងនេះ get all product ឆដាក់ product អត់មាន T អត់មាន S ចុច send មកនេះ404 not found នេះ status 404ហ្នឹងមានឲ្យវារកអត់ឃើញតែយើងចង់ទៅ access endpoint ហ្នឹងតែវារក endpoint ហ្នឹងគឺអត់មានទេវាអត់ exist ទេអញ្ចឹងវានឹងចេញ not found អញ្ចឹងហើយករណីដាក់ endpoint ខុសអីចឹងទៅដែលវាអត់ exist វារកអត់ឃើញវាចេញ not found ហើយបើសិនជាករណីគ្នាយើងទៅ share ជាមួយនឹង front end អីផ្សេងឬក៏គ្នាយើងចូល website ខ្លះដូច website Vercel អីចឹងទៅនេះហើយគ្នាយើងដាក់ URL មួយដែលវាអត់ exist នៅក្នុង Vercel ហ្នឹងណាចុះដាក់អញ្ចឹងទៅនេះវានឹងចេញឃើញពាក្យឃើញលេខ404នេះអញ្ចឹងលេខ404ហ្នឹងគឺវាមានន័យថារកអត់ឃើញ URL page ហ្នឹងគឺរកអត់ឃើញទេអូខេ API ដូចគ្នាបើសិនជា method វា respond មក404អញ្ចឹងគឺ not found ហើយគឺរក endpoint ហ្នឹងអត់ឃើញទេអញ្ចឹងបើយើងដូរមកធម្មតាវិញមកគឺវា200ធម្មតាហើយមានទៀត405នេះគឺ method not allow មានន័យថាយើង method កន្លែងហ្នឹងគឺវាត្រូវផុសតែយើងដាក់ put កន្លែងហ្នឹង method put តែយើងដាក់ patch អីចឹងទៅដូចកន្លែងផុសនេះឥឡូវចូលកន្លែង put update ឬក៏ឆដាក់កន្លែងនេះមកឆដូរទៅតែ put ដាក់បានតែកន្លែងហ្នឹងពួកឲ្យយើង update ឆដូរទៅអីផ្សេងមកអានេះទៅតែបាននឹងជាប់រកកន្លែង put method not allow យើងគឺចូល this the put ឆត្រូវដាក់អានេះទៀតបាទ request ឲ្យ400កុដនៅក្នុងនេះអត់មានទេ400កុដនេះបាទ request នេះក៏គ្នាយើងអាចនឹងអាសាជួបដែរនៅពេលដែលគ្នាយើង work ជាមួយនឹង API ទៅ fetch អីចឹងបាទ request ហ្នឹងវាករណីដែលយើងដូចថា body យើងដាក់អត់ត្រូវអីចឹងហើយអាហ្នឹងវាត្រូវ respond API គឺអ្នកដែលគាត់ទៅ share មកគាត់មានតួនាទីធ្វើម៉េចឲ្យវាស្រួលយល់ as much as possible ណាអញ្ចឹងអាចនឹង respond ឧទាហរណ៍ថាយើងដាក់កន្លែងនេះយើងដាក់ put ទៅប៉ុន្តែ body យើងដាក់អញ្ចឹងគឺអត់ត្រូវទេកន្លែងនេះ ID វាទទួលជា integer price វាទទួលជា float គឺ core data type core AA អញ្ចឹងទៅអញ្ចឹងកន្លែងហ្នឹងគឺកន្លែងនេះវា show មកគឺ bad request ចឹងហ្មង status error something went wrong ចឹងហ្មងអូខេហើយ ID នេះក៏យើងអត់ដាក់ទៅដែរតាក់ទងជាមួយនឹង path variable នេះ path variable ហ្នឹងគឺអាចុច2នៅពីក្រោយនេះក៏អត់ដាក់ទៅដែរយ៉ាអញ្ចឹងវា error មកហើយគឺ error ហ្នឹងមកហើយ
400ហ្នឹង bad request ចេញពី client ដូចគ្នាគឺមកពីយើងដូចគ្នាយើងដាក់អត់ដាក់ទៅតាម requirement ដែល API នឹងគេបង្កើតឡើងមកអានេះវាត្រូវការ ID ដើម្បីតែយើងចង់ update ឡើងណាហើយ body ក៏យើងត្រូវការដាក់ថាយើង update ទៅលើ ID មួយណា title យើង update ទៅគេ price ទៅគេអញ្ចឹងទៅឆរកno content ក្នុងនេះវាអត់មានណាឧទាហរណ៍ចេញអា405ណាចូលផុសទៅតេអត់មានដាក់អីក៏ចូលដែរវាចូល ID ត ID but anyway យ៉ាកន្លែង405ហ្នឹងករណីដែល method endpoint ហ្នឹងគឺគេ allow ឲ្យយើងប្រើ method specific ណាមួយប៉ុន្តែយើងទៅដាក់ method ផ្សេងអញ្ចឹងទៅគឺវាចេញ method not allow ហើយគេ405មួយទៀតហ្នឹងគឺ500 501 502 503 504នេះហ្នឹងអញ្ចឹងតាក់ទងជាមួយនឹង500ហ្នឹងគឺចេញពីក្នុង server បើសិនជា status code កន្លែងហ្នឹងយើងឃើញវាលេខ500យ៉ាគឺមានន័យថាមិនមែនមកពីយើងទេគឺមកពីខាង back end អីចឹងទៅដែលគេឬក៏ខាងខាង server ចឹងនិយាយ server ទាំងមូលចឹងទៅពេលខ្លះមកពីខាងនិយាយពីខាង server ចឹងពេលខ្លះវាខាង back end ខាង database ឬក៏ខាង deployment អីចឹងទៅដូច bad gateway ចឹងទៅហ្នឹងហើយអញ្ចឹងវាមកពីខាង server មិនមែនពីខាង client របស់យើងទេគេបើសិនជាវាក្បាល5ណាអូខេអាហ្នឹងគឺតកតងជាមួយនឹង500 501 502 503ហ្នឹងហើយវាមានទៅតាមហ្នឹងទៀតនេះ not implemented bad gateway មាន service unavailable មាន gateway time out ចឹងទៅអូខេចឹងដូចពេលដែលឆ request API ឲ្យគ្នាយើងមើលកាលពីសប្តាហ៍មុនអញ្ចឹងគឺពេលដែលយើងទៅ fix មកដំបូងហ្នឹងវាមានពេលដែលឆដាក់ endpoint call ដាក់អីទៅវាចេញ404អីមកហ្នឹងហើយនៅជឹងឆែក console ទៅយើងឃើញហើយអូខេអញ្ចឹងអាហ្នឹងគឺតកតងជាមួយនឹង status code យើង back មកវិញអូខេ post មិញហ្នឹងគឺយ៉ាអូខេ200 success ចូលហើយនេះrespond មក body វិញមកទាំងអស់ហ្មង200 អូខេនេះដឹងចូលទៅក្នុងណានេះរកអត់ឃើញហងចុះឆបោះឆដាក់ get ហ្នឹងចប់ឆដាក់ post ម្ដងទៀតមកឆ add មួយទៀតID 21ហើយមិនបានឲ្យបោះ ID នេះទៅអី ID auto increment ហ្នឹងហើយអូខេឆដូរទៅ orange អញ្ចឹងទៅកន្លែងនេះឥឡូវឆសាក់លុប ID ចោលតើវានឹងមានរឿងអីកើតឡើងនៅតែចូលដូចគ្នា ID នៅតែ21ដូចគ្នាណ៎ឆដាក់23ID នេះគឺយ៉ាដាក់ម៉ានក៏នៅតែ21ដែរខាង fake store API ហ្នឹងគេធ្វើមកអញ្ចឹងហ្នឹងហើយតែអត់ដាក់គាត់អីហើយដាក់ require មកទៅអីនៅក្នុង document orange តម្លៃ description image ហើយនឹង main clothing តែបើសិនជា get ក្នុងនេះប្រហែលជាអត់មកឯគ្នាជប់ឈរទៅ get មកអត់មកទេមកតែត្រឹម20ទេអញ្ចឹងឲ្យយើង add ទៅហ្នឹងគ្រាន់តែវា identicate វាបញ្ជាក់ថាអូខេយើង add success ហើយយើងអាច test ជាមួយវាទៅប៉ុន្តែពេលដែលយើង get មកគឺវាអត់មកឲ្យដែលយើង create ទេក្នុងនេះគឺវា respond មកតែ20ហ្នឹងជប់ចូលមើល document សិនខាងលើវាមាន limitation របស់វាដែលយើងអាចលើហ្នឹងតែគិតតែអត់មានទេពួកអី add ទៅគឺអត់មានទេគ្នាយើងហ្នឹងហើយវានៅតែប៉ុណ្្នឹងហ្នឹងហើយយើង add ថែមទៅ ID វានៅតែ21ដដែលអញ្ចឹងកន្លែងហ្នឹងគឺប្រហែលជាគេដាក់មក21អញ្ចឹងហ្មងពួកអី original របស់គេមានតែ20ឯងហើយវាអត់ពេលដែលយើង get all product ក៏វាអត់ចូលដែរគ្រាន់ថាវាចេញ status success ដែលយើងអាចយកមក test មួយ front end របស់យើងអីចឹងទៅបើ Platzi នេះឆ test សិនដូចជាអត់ដូចគ្នា63ត្រឹម63ឆទៅរកកន្លែង post មក post ឆ post
ដាក់ Apple មកនេះឥឡូវនេះអត់ត្រូវឲ្យដាក់ ID ព្រោះ ID វាត្រូវ auto increment ជាទូទៅកន្លែងនេះចូលដាក់ price ចូលដាក់ 1 2.5 មក cent អូខេនេះអញ្ចឹងគ្នាយើងឃើញ starter កន្លែងនេះ201 created តែអញ្ចឹងដូចឈរនិយាយមិនអញ្ចឹងថាបើតាម standard ហ្មងតើតង់ជាមួយនឹងការបង្កើតតើតង់ជាមួយនឹង endpoint សម្រាប់ create អីមួយ starter standard វាគួរតែ201 created គឺត្រូវបាន create successful បង្កើតបានជោគជ័យបើ200ហ្នឹងគឺវាទូទៅវាជា success code ទូទៅ starter code ទូទៅហ្នឹងហើយអូខេ66នេះ ID 66យើងទៅ get all សាមីមកវាមកអត់ទៅមើលសិនមកគ្នាយើងអូខេគ្នាយើងអានេះគឺមកចូលពេលដែល get all មកអញ្ចឹងគ្នាយើងយ៉ា download អានេះវិញមកអានេះគឺវាមាន structure មានអីនេះមែនប៉ុន្តែពេលដែលយើង add ទៅគឺវាអត់ចូលទៅក្នុង get all គេអត់ដាក់វាចូលដែរគេ limit ត្រឹមតែ20ហើយយើងអត់អាច access ទាំងអស់យករបស់យើងដែលយើងទៅបង្កើតមកអញ្ចឹង Platzi នេះយកបានអញ្ចឹងគ្នាយើង install វាមកនេះនៅក្នុង Platzi មិញហ្នឹងគឺយើងចូលកន្លែង Postman នេះហើយយើង install វាមកនេះចុចកន្លែង download Postman collection នេះទៅបានហើយមិញចុច download ហើយម្ដងហើយចុចករណីវាមាន error ចុច download ទាំងពីរអញ្ចឹងគ្នាយើងចុច import មកហើយចុចselect file មកយើងយកអា Platzi Fake Store នេះយើង import មកតែធ្លាប់ import ម្ដងហើយនេះឆើ import ម្ដងគ្នាយើង import មកដូចគ្នាបែបដូចបោះឆើចឹងហ្នឹងហើយនេះឆើធ្លាប់ import ម្ដងវានៅហ្នឹងអញ្ចឹងណាអញ្ចឹងយើង get all មកវាចេញមកនេះ200 OK ចេញមកទាំងអស់ហ្នឹងវាមាន60ជាងហ្នឹងហើយយើងទៅ create មិញ Apple អញ្ចឹងវាចូលទៅក្នុងហ្នឹងដែរអញ្ចឹងកន្លែងនេះគឺ post នេះ create ហើយ body គឺយ៉ានេះ body គឺយើងដាក់មកមានគេត្រូវការ title ត្រូវការ price ត្រូវការ description ត្រូវការ category ID ត្រូវការ image អីចឹងទៅអូខេអញ្ចឹងយើងដាក់មកឥឡូវកន្លែងនេះឆុតដូរទៅឆុតលក់ cat food ហើយតម្លៃឆុតលក់11រៀលចុះដាក់ថា food for cat category ID កន្លែងនេះដូចជា restricted គេមានយើងទៅ get all category មកនេះវាមានបើយើងដាក់ ID ខុសពីអា category ដែល exist ហ្នឹងវា error វាមាន1ដល់5មាន category clothes category electronic category furniture category shoe និង category អូខេ miscellaneous okay not sure if I pronounce that right but yeah អញ្ចឹងបើសិនជាគ្នាយើងកណីឥឡូវចុះដាក់ខុសឲ្យគ្នាយើងមើលខុសពី category មិញមាន1ដល់5ឥឡូវចុះដាក់6នេះគ្នាយើងនឹងឃើញវាចេញមក bad request ហើយនេះអញ្ចឹងដូចនិយាយមិញអា bad request ហ្នឹងវា identity វាបញ្ជាក់ន័យថា error ចេញពីខាងយើងហើយវាអាចមកពីយើងដាក់កន្លែងហ្នឹង body យើងដាក់ខុសកន្លែង value ហ្នឹងហើយយើងដាក់ខុស data type ឬក៏យើងអត់ដាក់ផ្លេចដាក់ require key ណាមួយឬក៏ករណីដោយ category ID អញ្ចឹងគេjoinជាមួយនឹងអា table category អញ្ចឹងយើងត្រូវដាក់ពី1ដល់5ហ្នឹងយើងត្រូវដាក់តែក្នុងចន្លោះហ្នឹងហើយយើងដាក់ខុសពី1ដល់5ហ្នឹងគឺវា error bad request ចឹងមកហើយនេះគឺគេនិយាយថា could not នេះ message គេដាក់មកហ្មង could not find any entity of type category matching ID 6ស៊ីអញ្ចឹងគឺវាបញ្ជាក់ប្រាប់យើងហ្មងប៉ុន្តែអា message ហ្នឹងគឺចេញមកពីណា message ហ្នឹងគឺខាងអ្នកដែលគាត់បង្កើត API ឬក៏ back end developer ហ្នឹងគឺគាត់អ្នករៀបចំ response មករៀបចំ message មកអញ្ចឹងទៅបើថា API ខ្លះដូចមិនអញ្ចឹង API ខ្លះពេលដែលគ្នាយើងដាក់ខុសទៅតែ response មកចេញតែ error status error message something went wrong អីចឹងណាអញ្ចឹងអាហ្នឹងមើលទៅបើសិនជាយើងក្នុងនាមយើងជា front end យើងមើលទៅខ្លះយើងមើលអត់យល់ដឹងតែមកពីអីទេអញ្ចឹងយ៉ាអាហ្នឹងគឺមកពីខាង back end ហើយ400ពីមុខហ្នឹងតែតើតោះមួយ message ដូចជាបញ្ជាក់អញ្ចឹងវាមិនមែនដូចគ្នាទាំងអស់ទេគឺអាស្រ័យទៅលើខាង back end ដែលគាត់ develop មកគាត់ដាក់ឲ្យយើងស្រួលមើលអត់ដាក់ specific អត់អូខេអញ្ចឹងបើសិនជាយើងឆក់ដូរទៅលេខ2និយាយទៅពី1ដល់5 category ដាក់លេខប៉ុន្មានក៏បានដែរគឺយ៉ាគឺវាអូខេហើយ201 created
chẳng cat food bỏ dương ní bởi sân chỉ dương tơ mơ nơi không get all dương get all xả mây máu dương san máu này check san máu dương tơ mơ trong cõi kê máu nè khơi cat food máu dương tâm create mà nhẹ ID happy nè kể chẳng anh nắng cứ create miền tiệt miền anh ấy cứ get one nó cứ get tam ID á chẳng get tam ID dân slash ID dân trong từ get ID mà để sao tờ product mỗi cứ vì miền ID unique bảo vệ nè miền ID lệch môi chẳng mà xin chỉ dân trong get product detail lệch môi get product by ID hay dân dọc tờ lệch môi máu product thì môi dân đã lệch môi máu nè vì tranh bỏ đi và dân cứ tranh tầm môi đang tệ anh nắng cứ dân practice hai trong front end hai ấy bây giờ dân phơi mùi đam mì á nên là dân chặt product detail má dân do tầm mùi tệ chẳng cái lại nếu ta cho vô trong vô cat food cho mau mà nhẹ cat food cho cứ lệch happy chẳng dân từ get one má dân đã lệch happy má nè vì khỏi nó đã happy má nè tranh mau này cat food cho bà dân đã khó lỡ dân đã mà rồi đập hẻm admin này cho đừng là admin này chẳng dân check fan máu vì admin này tỏ chẳng bà sân chỉ dẫn đặt ID lại năng rồi đập rám viên đừng tranh mạch nè bà request could not find entity of type product ID rồi đập ram nè cái về ID rồi đập ram nè anh ấy message này phải khác cái ai đừng query tranh vì message em xem vậy tới cứ từ tam khang developer khang nè đại bạc API năng gọi nè đã tề cái anh ấy cứ tùng rồng đấy cứ đôi anh nhảy tích đôi do tranh bị không response về đại từ query không database mà chứ but yeah still make sense but you try to understand entity not found nữa tranh bị database này chẳng cứ rõ khơi tế dạ cho bà cho đặt lịch phí cứ miến trong viên đằng tranh màu cái get one hay miên xem tiết được update chẳng update lại ní dân chẳng update cái update product team man chẳng update dân update ban tầm đòn mùi tế nó không nắng chẳng dân tự đắng tạc luôn anh chẳng update product mùi nè chẳng edit product mùi nè lấy cho chẳng edit cat food bà cho ạ tích cái lục bạch update lên cho nhé nở ấy nè ID lệch happy chẳng cả lại ní dân đã bị khỏi nắng nè phốt ní lệch mùi ní dân đô tư lệch happy má và chạy thay dân của bông tại trắng update product đã miên ID tí happy chẳng dân chẳng update thay tho lại chẳng cho đô bị cat food cho tạ được dog food với nhé lại nghĩa ok bây đã update bây đã create cái dân thở trô mà lại bỏ đi nè dog food máu chẳng cho ta lấy cho lụa đập hẻm đi cho hình khai chương bánh tịch image đã ta đài máu nè anh đi mau bị kê ta đài thế mà default kê á cho sơ từ copy máu đã vào phần năng máu tỏ bị rồi ok ấy update chọc xe hết á nè thế tỏ dân từ get all ní cứ tên này bây đã vì update hết cứ vì response là object để dân ban update mình năng nè dog food ID happy description ban cài tế nơi tờ food for cat đã bởi dân cài description dân đã to tới thế tỏ cho đại tờ tiên get all má ID happy đôi từ dog food nữa nè bây giờ dân tới cho send xả mây cái lạnh get all nhé nên dân đừng khơi cái lạnh cat food nó việc đồ từ dog food đây để sai ấy để sang môn nó cứ cho bạn update đây hay update cái này cứ kê pra cho mùi năng method put ok method put cứ dân update vì máu anh ấy pagination cứ tại tôn cho mùi năng page thì mùi thì đã limit đại chẳng tới cho từ pagination từ ấy đấy chẳng dân ignore này sẽ tới chẳng dân mà mơ delete admin không đi tế nâng ngày để xa tờ cảnh lô dương anh ấy viết cho tới cái nông bảo kê món á chẳng đôi cái anh này nhạt ai dân delete cảnh lô dân delete tặng bảo kê nó việc bắt tặng hay chân từ nâng ngày chẳng đôi admin method delete tế nâng ngày admin tế cái nông ní nâng ngày admin tế là cảnh lô màu vì cho lộp cháu cho tờ importแต่ได้มาติดแต่เนี่ยเคย VX2 อ่ะจัง VX2 จังมันชอบจัง import ทำไมนึงอะไรยัง replay มั้งอันนี้ fake store API ได้ยังมาเมื่อ plat gìเนี่ยsao cho miên hai vậyจังdạ ok update thì lại get one by slack ở miên u API URL มาติด
Chân lại ní dương thử đạn variable dương admin environment năng tế chân dương từ miền đấy cho mà ní update tam slack get tam chmua anh ấy get one ấy bàn get tam ID cái update để xa ta cha mình năng cứ plat gì đấy kia khoảng ta tha cho download năm môn anh ấy cho replay mình ní việc thay mà mùi tiền nè ta delete nơi ta admin ta đại tế năng ngày chỉ tất cái copy đã in case dân từng coi lục bạc kê mùi là họ đỏ hay nắng cứ dạ bài còn tay thay mấy ní cứ cái lại ní cái lên đã dùa mà directly ấy cái đã chia path variable với chân cái lại nắng dân thử từ copy này máu dương copy path ở đoạn nó không đi ấy dương download đấy mà từ link below nè API URL nè dương copy nè khi dương copy một anh đằng máu copy anh đằng hỏi dương cho cái lại environment thế dương cho cái lại environment hay dương bật cao environment thay mới máu mẹ plat gì nó dương rename về máu cho đã cả plat gì fake store chân từ thế trong cái environment nó cho bật cao API cho bật cao variable đã đôi cho nè đã đôi nè mua về mua API URL trong dân đã đôi má dân đã má API URL ok trong type default má hay initial value cho đã nè dân từ copy link ní má nè copy link hay đã nâng má ok hay dân control ai má save vậy trong dân bật cát environment và phần nâng má đập cho mà đo không plat gì bao dân ní dương bây giờ cho collection mà dương select your environment mới mà nè place fix store chẳng việc cái này lên trên poker home mày nó môn nắng bây đại dương at select environment á cứ về trên poker home hay dương enter tới cứ việc min value thì khi dương trang enter value cái này directly mong các bạn này tay cái này dương từ select anh nhảy từ đại thì dương từ add virtual collection từ đại á dạ chẳng cho recommend khi dương bạc card viên nước nông ní máu bạc card viên trong nation máu đôi cho bạc card mình trắng cho nhà bố đặt môi đã tới ta để sao tại dương phơi cho môi nâng plat gì fake store đó đặt môi đây kia mà và tao máu dương đặt bạc card vài bộ môi mắt nè cho nhà bố nâng mắt bạc card ba này hay thay nít vô default từ đài máu hay là nít dương đại đôi vài bộ để dương hay từ pra á đôi dương bạc card vài bộ nó không chào script chẳng nâng này hay nít cứ value nó cứ dương copy endpoint nè các ba endpoint bỏ plat gì fake store nè cái dương copy mà đã lại nâng máu chẳng tới virtual không current value nâng đài hãy bạch cái entity từ phần nâng máu dương cho collection dương vấn cái lại no environment nè cho mà đó cứ dương khơi với trên cả home chân thở để sao dương ở toàn hai environment nào mà phở tề chẳng đặt bây giờ environment plat gì nâng mà đã cho trong collection mà dương nâng dương cho cái lại no environment nâng máu dương select rồi mua để dương tâm bạc card mình mà cứ plat gì fake store nâng thở cho cái nâng máu để sao tại API URL này cứ việc access nó nóng variable by environment nâng chân viên lên trên cả home mày bây để những hover tới cứ viên nâng tránh và dụ nâng mau tại mà đòn nè ok dừng do trên trong environment thì API URL ok ta chân cho send máu nè khẩn tranh đôi p cho tay ở khi dương từ bốn chân còn là tha chả cứ cái admin ni mau tệ cứ cái đặt này do cho mòn cho admin đã chia variable thì cái này được dương inject variable cho chứng là được phải đặt này dương từ string hay dương inject variable dương cho từ trong async $នឹង clip khi đó còn từ trong postman collection phải được dương inject variable trên bị environment cho từ trong endpoint bảo dương cứ dương phở clip bracket pi đong là mấy cái đạo vì ok chứng được cái này á phao ấy còn nơi tờ được cái này đài nó ngày cho node app này nè dương cho màu phao má nè vậy tới đặt tao mà đo này đặt tao mà đo tới vì ok này vì tranh việc đài API vì select tao mà đo thế nè select tao mà đo tới việc đài nè thay thò lên nó dương chẳng update tới vì miền từ hơi dương cho lạnh bỏ đi mất á nó ngày bây giờ dương create dương cho bỏ đi má dương khơi cái lại để dương bỏ data tới dương chẳng đặt thay thò lấy đặt price ấy cứ dương đặt data năng màu hơi miền port ok port này cứ update đứt kia mà chẳng đôi châu từ ho chẳng nè trên cái top click in nè ngày trên cái thò dương đồ má tay dương update dương thử phải chạy thay dương update product môi nè ok
okay product ID មួយណាអញ្ចឹងយើង update តាមរយៈ ID អានេះគឺយើង get one ដូចមិញដែរគឺ get តាមរយៈ ID តែអា slug នេះគឺ get ចេញពី title ចេញពី slug នេះslug ហ្នឹងគឺគេយក title យកមក convert វាទៅជា lowercase ហើយវាគេ connect វាដោយសញ្ញាសញ្ញា hyphen ដែលយើងអាចយក slug ហ្នឹងអាចទៅយកធ្វើជា URL នៅពេលដែលយើងចូល product detail អញ្ចឹងទៅយើងអត់ចង់ឲ្យចេញ ID ចង់ឲ្យចេញ slug ហ្នឹងមកក៏បានដែរមួយទៀតហ្នឹងគឺមានដូចជា SKU ហ្នឹងគេបូក slug ហ្នឹងជាមួយនឹង code ទៀតអូខេតែអានេះអត់មាន SKU ទេគេចេញ slug មកហ្មង slug ហ្នឹងគឺដូចឈ្មោះចឹងគឺដូចឈ្មោះឯងគ្រាន់តែថាគេ convert វាទៅជា lowercase ទាំងអស់ហើយគេ connect វាដោយ hyphen space ហ្នឹងហើយអញ្ចឹងបើសិនជាគ្នាយើងចង់ get by slug ក៏បានដែរគ្រាន់តែយើង slash slug មួយទៀតមកយើងចង់ដាក់ឈ្មោះមកយើងចង់ទៅរកអាណាយើងដាក់ slug វាមកនេះវានឹងចេញមកហើយអញ្ចឹងបើចង់ទៅរក product នេះ chick summer denim អីគេនេះឆឹក copy slug វាមកហើយចូលកន្លែងនេះឆឹកដូរកន្លែងហ្នឹងទៅឈ្មោះ slug ឲ្យដូចគ្នាបែបបត់ដែរបើមិនចឹងទេគឺវារកអត់ឃើញទេនេះអញ្ចឹងឃើញចេញមក chick summer ហ្នឹងមកហើយនេះទិន្នន័យរបស់ product មួយហ្នឹងចុះបើចុះ click S មួយហ្នឹងហើយ bad request រកអត់ឃើញទេនេះ could not find any entity ចឹងទៅអូខេអាហ្នឹងគឺចុះឧទាហរណ៍ get post post តែចូល delete អត់មាននៅក្នុង plat G ទេមកក្នុង fake store នេះដូចជាមានហ្នឹងហើយក្នុង fake store នេះមានអញ្ចឹងចូលមកតេស្តនៅក្នុង fake store នេះវិញគ្នាយើង download import យកទាំងពីរមកតេស្តទាំងពីរហ្នឹងមកឲ្យយើងបានតេស្ត delete ដែរអូខេអញ្ចឹងកន្លែង delete នេះគឺឈរ get all product សាមី delete តែ delete នេះសង្ស័យគ្រាន់តែដាក់មកឯងគ្រាន់ដាក់បច្ឆោតយើងឯនេះឥឡូវឈរសាកទៅ delete ID ទី20អូខេនេះកន្លែងចុចពី path variable នេះយើងដាក់លេខមកយើងចង់ឲ្យ delete ID លេខមកនេះ delete ឃើញ method គេដាក់ delete ឯងអូខេយើងតេស្តសិនchờគិតថាវាអត់ actually delete ទេគ្រាន់តែថាវាអាចនឹងចេញ message ថាយើង successfully delete product ID should be provided ID ខុសហើយID កន្លែងនេះយើងដាក់កន្លែងនេះ ID លេខ20អូខេអានេះមិនមែនជា query param ឯ path variable ផ្សេង query param ផ្សេងដល់កន្លែងនេះ enter មក200អូខេប៉ុន្តែបើយើងទៅ get all ចុះយើងទៅ get all មកហ្នឹងហើយនៅចេញមកដដែលចូលដាក់ថាបច្ឆោតគឺបច្ឆោតមែនហ្នឹងហើយអូខេ ID ចូលដាក់ដល់50មើលវាចេញមិន null អូខេអត់មានវាចេញ null បើ ID នឹងមានគឺវាចេញobject product ដែលមាន ID ហ្នឹងប៉ុន្តែវាអត់ actually delete ទេដូចជានិយាយចឹងណាគេទៅឲ្យ delete ចេញពី database តែវាមិនបាត់អស់បាត់យ៉ាគឺវាចេញតែ200អូខេចឹងទៅដែលយើងអាចតេស្តបានតែយើងទៅ get all គឺនៅតែឃើញទេ ID 20ហ្នឹងណាបើតាម logic ហ្មងគឺពេលដែលយើង delete វាត្រូវទៅបាត់ហើយត្រូវអត់តានេះគឺវាអត់ទៅដូចឆនិយាយចឹងគឺបច្ឆោតទេសូម្បី update នេះក៏បច្ឆោត create នេះក៏បច្ឆោតដែរនៅក្នុង fake store API នេះអូខេបើក្នុងនេះវាអត់បច្ឆោតទេ plat G នេះអត់បច្ឆោតទេ create update ទៅវាដើរប៉ុន្តែគឺអត់មាន delete ទេហើយ get all នេះពេលខ្លះទៅគេ delete អីចឹងគេ delete របស់យើងចេញអីទៅរបស់យើងដែល create ប្រហែលជាប្រហែលនាទីមុនហ្នឹងក៏វាបាត់ដែរឥឡូវមានអូខេ fine អូខេអញ្ចឹងអាហ្នឹងគឺតកតងជាមួយនឹង method របស់យើងតោះគ្នាយើងមានឆ្ងល់ឡើងណាអត់កន្លែងនេះយើងដាក់នៅក្នុងនេះប៉ុន្តែដូចចង់និយាយចឹងគឺ delete នេះគឺបច្ឆោតទេណាហ្នឹងហើយអូខេ let's see តោះគ្នាយើងមានអត់យល់អត់តន់ឡើងណាអត់តកតងជាមួយនឹងដែលឆោឧទាហរណ៍ឲ្យមិញគឺយើងគ្រាន់តែទី1គឺគ្នាយើងត្រូវអីដែលគ្នាយើងត្រូវ practice គឺ practice តាមអីដែលឆោធ្វើមកគឺទៅ download Postman បន្ទាប់ពីគ្នាយើង download Postman ហើយ
គ្នាយើងទៅ install ចូលទៅក្នុង link ដែលឆាប់បោះឲ្យនេះគឺ +c +c នេះហើយគឺយើងទៅចុចកន្លែង Postman នេះចុច download ឡើងនេះមកនេះគេ download ហើយគ្នាយើងចូលកន្លែង environment ដើម្បីដាក់ environment ឲ្យវាសិននេះដាក់ API URL មកដាក់យ៉ា copy link នេះយកទៅដាក់មកអូខេហើយយើងអាចតេស្តបានហើយណាយើងអាចទៅ get all នេះ get all product អូខេ get all product យើងអាចទៅ post អាចទៅ post អីចឹងទៅហើយពេលដែលគ្នាយើងធ្វើ project ចុចឆថា API តតែមាន delete ដែរមានគ្រុតមាន create read update delete តើឥឡូវ API គេឲ្យ delete អញ្ចឹងបើករណី API គេឲ្យ delete មកអញ្ចឹងគ្នាយើងគ្រាន់តែធ្វើនៅក្នុង client side ទៅពេលដែលគេ delete ID ហ្នឹងយើងដកវាចេញពីអា data របស់យើងទៅអា data ដែលយើងយកចេញពី JSON ចូលទៅដាក់ក្នុង variable data តែពេលគេ refresh មកនៅតែឃើញ data ហ្នឹងមកវិញដដែលទេយើងធ្វើបន្លំភ្នែកអញ្ចឹងដែរទៅដោយសារ API ដែលយើងប្រើ free ហ្នឹងគេកម្រឲ្យយើង delete បានហ្នឹងហើយអញ្ចឹងយ៉ាយើងធ្វើអញ្ចឹងទៅហើយចាំឆុឧទាហរណ៍ឲ្យមិនអត់ឧទាហរណ៍ទេតែឥឡូវឆនិយាយប៉ុណ្្នឹងសិនគ្នាយើងតន់តែតង់ជាមួយនឹងការតេស្ត API នេះមិញហ្នឹងយើងកំពុងតេស្ត API ណាតេស្តជាមួយគេតេស្តជាមួយនឹង Postman នេះ software មួយឈ្មោះថា Postman អញ្ចឹងយើងធ្វើតាមនឹងមកយើងតេស្តឲ្យដើរមកអត់តន់ចេញជាលទ្ធផលចូល display HTML ចូល website ទេគ្រាន់តែតេស្តឲ្យវាចេញទេហ្នឹងហើយអូខេអញ្ចឹងបើគ្នាយើងអត់មានចម្ងល់អីទេអាចសម្រាប់បានហ្នឹងហើយស្អែកអត់តន់ទេរីស្អែកយើងចូល post ទៅថ្ងៃហ្នឹងយើងឆ្លៀតចូល post បន្តិចតែឥឡូវដល់ម៉ោងយើងហើយអញ្ចឹងយើងអាចសម្រាប់បានស្អែកគឺយើងចូល post ហើយយើងនៅ post ហើយនឹង delete និយាយទៅ post និង post គឺស្តៀងគ្នាទេដូរតែ method ពី post ទៅ post ទៅហ្នឹងហើយ delete កាន់តែស្រួលទៀត delete អត់ចាំបាច់បោះ body អីទេបោះតែ method delete ដាក់តែ endpoint ហើយបោះតែយើងចង់ delete ID មួយណាទៅបានហើយនេះចាំឆឧទាហរណ៍ទាំងពីរហ្មងធ្វើមួយ fake store ផងធ្វើមួយ flat C ផងដើម្បីយើងតេស្តបានច្រើនអូខេគ្នាយើងបើអត់ឆ្ងល់អីទេចុះបិទ record ទេណា